បងប្អូនមើលគួស្រោនេះស្រោមកកន្លែងនៅទឹកដីខាងផ្អៅកំពង់ចាមពុកម៉ែបងប្អូនអ្នកភូមិគាត់ឲ្យជួចោលឲ្យជួចោលតែគាត់អត់ទេគាត់មកសាកល្បងប្រើប្រាស់ជាមួយនឹងជីខាងយើងនេះហ្នឹងហើយពុកម៉ែបងប្អូនឡូវមើលគួចោះពុកម៉ែបងប្អូនមើលស្រោមើលផ្លែមានទម្ងន់តែម្ដងគួវែងមកមើលចងាយឃើញស្លឹកមកគៀឃើញតែផ្លែលេងឃើញស្លឹកឃើញតែផ្លែឥឡូវមើលចុះអានេះគេឲ្យជួចោលហ៎បងអានោះគេឲ្យទុកគេឲ្យទុកវាអត់មានស្រូវវាលួយអស់លិចជីក៏បាច់តិចជាងគេទៀតតែឡូវមើលបងប្អូនមើលបងមើលការប្រែប្រួលរបស់ស្រូវការលូតលាស់របស់ស្រូវនៅពេលដែលប្រើមេជីនិងពលមាសហើយនឹងពីមុនដែលប្រើជីគ្រាប់បងឃើញខុសប្លែកគ្នាត្រង់ណាដែរបងឃើញថាវាប្លែកត្រង់ថាអាប្រព័ន្ធឫសរបស់វារៀងបានច្រើនជាងមុនវែងជាងមុនហើយវាស្រូបយកជីបានខ្លាំងជាងមុនអញ្ចឹងណាហើយដងដើមវាក៏អាចធំធាត់ល្អជាងមុនពីមុនខ្ញុំប្រើ 10B ឥឡូវខ្ញុំប្រើអស់តែ 6B ទេហើយស្រូវជីហ្នឹងវាដើរបានខៀវបានយូរហើយវាមានប្រែកំហប្រែទេហើយឬវាបានវែងទៀតក៏ពេលបែកគុំផើមកបងឃើញមិនដែរល្អវាដើមស្អាតផើមធំហើយខៀវបានយូរទៀតអត់មានសូនសាក់ពួរទេពីមុនខ្ញុំអត់ជឿទេឥឡូវខ្ញុំជឿខ្ញុំចង់ប្រើប្រាស់ជាមួយជីសញ្ញានឹងកលមាសនេះពុកម៉ែបងប្អូនទិញក្នុងឱកាសនេះមានការប្រម៉ូសិនជាពិសេសតែម្ដងពុកម៉ែបងប្អូនមួយប្រអប់ថែមជូន2គីឡូភ្លាមទិញ2ប្រអប់ថែមជូន1ប្រអប់បាទពុកម៉ែបងប្អូនដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ពុកម៉ែបងប្អូនឆាតចូល Page ឬក៏តំណែងតាមរយៈលេខទូរស័ព្ទដែលមាននៅលើអេក្រង់នេះស្រាប់បាទសូមអរគុណ